Ban hộp một mục ní cứ trâu xâm đạp bóng ổn này để cho chất hộp đã miền bà lại tràn chẳng cứ trâu đó cứ hộp nó cứ mi dương miền bà lại tràn một mình tênហើយសម្រាប់ហូបមុខនេះគឺមានឈ្មោះថាម្ជូរអ្នកស៊ីមរៀបហើយក៏អធិស្ឋានដល់បងប្អូនខាងស៊ីមរៀបផងដែរបើសិនជាវិធីធ្វើរបស់ខ្ញុំនេះវាមិនត្រូវស្តង់ដារដូចជាបងប្អូនខាងស៊ីមរៀបក៏អធិស្ឋានណាបងប្អូនពីព្រោះថាការដែលខ្ញុំធ្វើនេះគឺខ្ញុំធ្វើតាមបងប្អូនផ្សេងចឹងដែរណាចឹងបើសិនជាមានការខុសឆ្គងក៏អធិស្ឋានណាបងប្អូនខាងស៊ីមរៀបផងដែរចំណែកឯវិធីធ្វើរបស់ខ្ញុំវិញក៏ងាយផងដែរបងប្អូនវាមានគល់ក្រៃមានម្ដែងស្លឹកក្រូចសើចស្លឹកកត្នោកហាន់ទូចបន្តិចមកយើងមានប្រហុកនិងគ្រឿងបុករបស់យើងអញ្ចឹងណាហើយខ្ញុំនេះក៏មានត្រីទន្លេល្អមែនតើគឺចំនួន5គីឡូណាបងប្អូនយើងមានម្ទេសឆ្អើរផងដែរយើងកិនវាមកចំណែកបន្លែគឺមានច្រើនមុខមែនតើយើងមានស្នៀតពោតផ្សិតច្បើងមានត្រាប់ស្រួយម្ទេសហាវ៉ៃម្ទេសផ្លោកខ្ចីបងប្អូនហើយយើងក៏មានពេញប៉ោះផងដែរហើយគ្រឿងបងពីលើយើងមានជីបន្លានិងម្រះព្រៅយើងបងម្ទេសចឹងណាបើបងអូនចង់ដឹងថាវិធីធ្វើយើងធ្វើបែបណាតាមដានវីដេអូនេះពីដើមរហូតដល់ចប់ណាបងប្អូនមុនដំបូងយើងដាក់ខ្លាញ់មកដាក់ខ្ទឹមសយើងលេងឲ្យវារាងឈ្ងុយតិចមកយើងដាក់ម្ទេសឆ្អើរដែលយើងបានកិនចូលមកបងប្អូនយើងកូរម្ទេសឆ្អើរនិងខ្ទឹមឲ្យរាងឈ្ងុយមកយើងបន្ថែមប្រហុកចំណែកប្រហុកអីដែលយើងដាក់តាមបរិមាណរបស់យើងនៅយើងម្ហូបយើងអញ្ចឹងណាពួកខ្ញុំស្លរៀងច្រើនខ្ញុំត្រូវប្រើប្រហុកច្រើនដែរខ្ញុំប្រើប្រហុកស្រាច់ចំណែកឯខ្ញុំវិញខ្ញុំប្រើប្រហុកសាច់បងប្អូនបើសិនជាបងប្អូនមានប្រហុកត្រីរៀលឯងបងប្អូនច្រាមវាឲ្យម៉ត់ទៅតែខ្ញុំអត់ច្រាមឯងពួកប្រហុកខ្ញុំប្រហុកសាច់អញ្ចឹងណាយើងកូរប្រហុកជាមួយគ្រឿងយើងឲ្យឡើងឈ្ងុយមកយើងក៏ដាក់គ្រឿងបុកយើងចូលណាបងប្អូនឥឡូវយើងក៏បន្ថែមខ្ទិះដើមយើងបន្តិចមកដើម្បីកូរវាឈ្ងុយអញ្ចឹងណាបងប្អូនបន្ទាប់ពីដែលយើងកូរគ្រឿងជាមួយខ្ទិះដូងឲ្យឈ្ងុយហើយយើងក៏ដាក់ត្រាប់ស្រួយមុនគេបងប្អូនព្រោះត្រាប់ស្រួយនេះវាក្រឆ្អិនដែរអញ្ចឹងយើងដាក់មុនគេមកយើងដាក់ត្រាប់ស្រួយមកស្ទុះហើយគឺយើងដាក់ត្រីយើងចូលមកត្រីទន្លេនេះគឺធំល្អមែនតើហើយស្រស់មែនតើហ្មងចំនួន5គីឡូត្រីគឺស្រស់ឆ្ងាញ់ហ្មងនិយាយទៅស្លតែមានជាតិខ្លាំងហ្មងបងប្អូនឥឡូវនេះយើងកូរច្បល់គ្រឿងយើងឲ្យជាមួយត្រីនឹងឲ្យបានចូលជាតិតិចមកបងប្អូនកូរឲ្យបាន4-10ត្រឡប់ចឹងមកណាបន្តមកទៀតខ្ញុំក៏ដាក់អំពិលទុំចូលបន្តិចមកអំពិលទុំយើងច្បាច់ទុកគ្រាប់ខ្លះអីខ្លះទៅបងប្អូនមិនអីទេបន្តមកខ្ញុំក៏ថែមខ្ទិះចុងចូលបន្តិចណាបងប្អូនដើម្បីងាស់សាច់ត្រីយើងមកស្ទុះចាំយើងដាក់បន្លែផ្សេងចូលចឹងណាបន្ទាប់ពីយើងបានថែមខ្ទិះចុងចូលមករួចរាល់យើងក៏ទុកវានៅពុះនឹងមកស្ទុះសិនចាំយើងថែមទឹកវាចូលអញ្ចឹងណាបងប្អូនឲ្យវាពុះឲ្យវាជើងឆ្អិនត្រីល្មមសិនព្រោះត្រីនេះវាអត់បែកទេព្រោះត្រីទន្លេនេះស្បែកវារាងស្វិតដែរអញ្ចឹងតង់តើតែយើងងាស់រាងយូរបន្តិចគូសំដែរត្រីវារាងធំដែរអញ្ចឹងណាមើលទៅគួរតែនងអត់បងប្អូនប៉ុណ្ណឹងបន្ទាប់ពីត្រីយើងឆ្អិនរៀងល្មមគូសំហើយខ្ញុំក៏ថែមស្ករប៊ីចេងអំបិលរ៉ូឌីចឹងមកទឹកត្រីមកតាមបរិមាណសម្លបងប្អូនចឹងណាយើងដាក់តាមបរិមាណលេខមើលតើយើងត្រូវដាក់ប៉ុន្មានដែលល្មមនៅសម្លយើងចឹងណាបងប្អូនតែខ្ញុំដាក់គ្រឿងរៀងច្រើនល្មមដែរដោយសារស្លខ្ញុំមានច្រើនបន្ទាប់មកយើងក៏ថែមទឹកវាមកល្មមទៅកុំឲ្យវារាវពេកក៏កុំឲ្យខាប់ពេកដែរហើយខ្ញុំក៏មានម្នាស់ដែរខ្ញុំអត់បានថតម្នាស់ពូម្នាស់នេះផ្លេចទិញអញ្ចឹងទៅទិញតាមក្រោយបងប្អូនឥឡូវយើងក៏ដាក់បន្លែយើងចូលមកបងប្អូនចំណែកឥឡូវត្រីយើងក៏បានឆ្អិនរួចរាល់ដែរយើងភ្លក់មកល្មមរសជាតិដែលយើងចង់បានយើងក៏ដាក់ម្នាស់ដាក់បន្លែគ្រប់មុខដែលយើងបានលាងសម្អាតដាក់ចូលមកមានម្ទេសផ្លោកម្ទេសហាវ៉ៃផ្សិតច្បើងពេញប៉ោះដែលយើងបានលាងសម្អាតចិត្តរួចរាល់នោះយើងដាក់វាចូលមកយើងដាក់វាចូលតាមអំពុះមកបងប្អូនដាក់ចូលអំពុះមកយើងដាក់ខ្ទិះដូងចូលនឹងជាការស្រេចហើយយើងកុំងាស់យូរពេកបន្លែនេះវាមិនសិតជាបន្លែឆាប់ឆ្អិនទេអញ្ចឹងយើងមិនដាក់យូរទេបងប្អូនឥឡូវសម្លយើងក៏បានឆ្អិនរួចរាល់យើងភ្លក់ទៅល្មមដែលយើងចង់បានរសជាតិអញ្ចឹងណាបងប្អូនតោះមកទៀតយើងចុងក្រោយយើងដាក់តម្រះព្រៅមានម្ទេសម្លែហាន់មកមានម្ទេសដៃនាងយើងដាក់រៀងហឹរតិចចឹងមក
ជីប្លាមានរះព្រៅរឿងដាក់ចូលមកគឺក្លិនឈ្ងុយមែនតើបងប្អូនឲ្យផ្អើលដល់អ្នកភូមិមកគឺរសជាតិគឺធានាថាឆ្ងាញ់បងប្អូនអាចធ្វើសាកបានបងប្អូនសូមអរគុណជម្រាបលា